ភេទផ្កាស្នោយកទុកធ្វើជ្រក់ផ្កាស្នោចឹងយើងមានដីគេដាក់លេងទៅនេះម្ទេសធ្វើជ្រក់ផ្កាស្នោហ្នឹងម្ទេសផ្ទះយើងស្រេចមកមានគីមីទៅមានប្រំព្រឹកព្រួយខ្វែដាក់ជីឌីមួសត្វយើងយកជីក្រៀមកុំឲ្យប្រើជីស្រស់គឺអត់លួយហើយជីស្រស់ជំវិញផ្ទះខ្ញុំមិនសូវច្រើនទេបន្លែនេះក្រូចសើចបងប្អូនស្គាល់ហើយអ្នកស្គាល់ផ្លែទាំងចកោមណាក្រូចសើចនេះប្រភេទម្រះតឡាចាំឡើងដល់លើនេះបានក្តិចត្រួយដាក់យ៉ាងមកសិតទៅប្រភេទដំណាំស្រួលដាំហូបទេអីទេ